ខ្ញុំរស់នៅសហរដ្ឋអាមេរិកនេះគឺជាវីដេអូ channel របស់ខ្ញុំហើយបើបងប្អូនទាំងអស់គ្នាស្រឡាញ់ចូលចិត្តខ្ញុំបងប្អូនទាំងអស់គ្នាជួយចូលទៅ subscribe នៅ YouTube channel របស់ខ្ញុំនឹងបង្ហាញធម្មជាតិផ្សេងៗទៀតឲ្យបងប្អូនទាំងអស់គ្នាមកទៅមួយខ្ញុំ You see the fish they playing together Hello everybody, I am Justin. I am a Khmer guy who live in America. I live in Pennsylvania. ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំ Justin ខ្ញុំរស់នៅសហរដ្ឋអាមេរិកនេះគឺជាវីដេអូ channel របស់ខ្ញុំហើយបើបងប្អូនទាំងអស់គ្នាស្រឡាញ់ចូលចិត្តខ្ញុំបងប្អូនទាំងអស់គ្នាជួយចូលទៅ subscribe នៅ YouTube channel របស់ខ្ញុំផងថ្ងៃហ្នឹងថ្ងៃពេលព្រឹកនៅរដ្ឋរបស់ខ្ញុំបងប្អូនទាំងអស់គ្នាSo this is in the morning. This is my habit បងប្អូនទាំងអស់គ្នា So in the morning I like to run like motherfucker បងប្អូនទាំងអស់គ្នាព្រោះអីខ្ញុំស្រឡាញ់ធម្មជាតិខ្ញុំដើរយកខ្យល់អាកាសព្រោះអីមនុស្សយើងនៅពេលដែលយើងបានកម្ដៅថ្ងៃគ្រប់គ្រាន់យើងមានសុខភាពល្អជាពិសេសវាជួយដល់ប្រព័ន្ធរំលាយអាហារផងយើងញ៉ាំអីទៅវាឆាប់រំលាយទៅជាលម្អបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាងើបគូតឡើងដើរឲ្យបានច្រើនរត់ឲ្យបានច្រើនបងប្អូនទាំងអស់គ្នា So you guys when you run it help with your stomach because your stomach is gonna get up and do the work inside of you you know when you eat the stomach gonna fight with your food so the food is gonna be បំលែងទៅជាសារធាតុអីផ្សេងនៅក្នុងខ្លួនផងយើងហើយឲ្យវាបំលែងទៅជាលម្អហើយយើងឆាប់បោបន្ទោបងបានល្អបងប្អូនទាំងអស់គ្នា So I want to show you guys this is the park that close to my house it's beautiful like me ហើយ park នេះបងប្អូនទាំងអស់គ្នា park នេះមានឈ្មោះថា John Hay ហើយ park នេះនៅជិតផ្ទះផងខ្ញុំ park នេះធំមែនទែនបងប្អូនទាំងអស់គ្នាមកបងប្អូនទាំងអស់គ្នាអាចជិះកង់បងប្អូនទាំងអស់គ្នាអាចរត់ហើយនៅពេលបងប្អូនទាំងអស់គ្នាចង់ស្ទូចត្រីបងប្អូនទាំងអស់គ្នាក្នុងនឹងកន្លែងមួយចំនួនគេឲ្យស្ទូចត្រីបានអូខេហើយបងប្អូនទាំងអស់គ្នាអាចមកបានតំបន់នេះគឺជាតំបន់ដែលយើងអាចដើរលេងបានដូចខ្ញុំបាននិយាយចឹងបងប្អូនទាំងអស់គ្នាយើងអាចស្ទូចត្រីយើងអាចរត់ហាត់ប្រាណយើងអាចដើរមើលសត្វមើលត្រីអញ្ចឹងបងប្អូនទាំងអស់គ្នាហើយ location នៅក្នុង Southwest Valley នៅជិតពលានយន្តហោះខាងនោះពលានយន្តហោះដែលខ្ញុំធ្វើការបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាក្នុងផាកនេះធំណាស់បងប្អូនទាំងអស់គ្នាអាចមកបានមកដើរលេងអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញស្អាតអត់នៅខាងហ្នឹងនៅក្នុងព្រៃនេះគេមានផ្លូវឲ្យយើងដើរបងប្អូនទាំងអស់គ្នាអាចមកកំសាន្តបានបងប្អូនទាំងអស់គ្នាអូខេផាកនេះអត់យកលុយទេយើងមកចូលដើរលេងទៅអូខេអ្នកដែលនៅក្នុងរដ្ឋ Pennsylvania មកលេងមកអូខេហើយនេះគឺជាវីដេអូខ្ញុំនឹង post នៅក្នុង YouTube channel របស់ខ្ញុំអូខេបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាស្រឡាញ់ជួយចិត្តខ្ញុំ subscribe ទៅ YouTube channel របស់ខ្ញុំផងអូខេអូខេខ្ញុំនឹងបង្ហាញធម្មជាតិផ្សេងៗទៀតឲ្យបងប្អូនទាំងអស់គ្នាមកទៅមួយខ្ញុំ When you walk you listen to the bird singing the bird talking to you and you get some sun you know you see the aeroplane taken off you see because that is the airport that I work at you know you see the bridge when you walk oh you see the sun oh you see the birds yeah when you walk and you see the turtle the fish the birds now I'm going to walk across the bridge ឥឡូវខ្ញុំដើរឆ្លងកាត់ bridge បងប្អូនទាំងអស់គ្នាអូខេAnd then after the bridge you can just you know change position you come to the area like this you can see the turtle closely you can okay បងប្អូនទាំងអស់គ្នា sometimes the turtle not gonna come out you don't see the turtle but you can just look closer into the water បងប្អូននឹងឃើញហើយ turtleស្អាតទេបងប្អូនទាំងអស់គ្នាស្អាតខ្លាំងហ៎តបមកទៀតខ្ញុំនឹងដើរតាមដងបឹកហ្នឹងបងប្អូនទាំងអស់គ្នាដងបឹកដងបន្លាយអូខេ
I'm walking along the Dong Palai. Okay, I want to show you more about the fish. When I go to the top right there, you will see the fish. This is like in America បងប្អូនអរគ្នានេះគឺជាជីវិតនៅក្នុងសហរដ្ឋអាមេរិកបងប្អូនអរគ្នាពេលតំណេយើងដើរហាត់ប្រាណអញ្ចឹងទៅណាតបមកទៀតយើងរត់ចឹងខ្លះទៅ Right now I'm running, you know, I'm running because I want to lose weight, I want to look slim. ហើយតើយើងមកដល់កន្លែង spa ហ្នឹងអូកន្លែងនេះអត់មាន fish ទេ So when I get to this area there's a fish that playing together. I'm gonna show you the fish, okay? You see the fish? When the fish see me, the fish run away, okay? When the fish run away, you don't see the fish. But the fish is protected by the people that own this park, okay? នៅក្នុងស្រុកនេះគេអត់ឲ្យយើងចាប់ត្រីញ៉ៃញ៉ៃបងប្អូនអរគ្នាព្រោះអីគេមានកន្លែងតំបន់គេហាមឃាត់តំបន់នេះចំណុចនេះគេហាមឃាត់តែតំបន់ផ្សេងយើងអាចស្ទូចបាន You see the sign area beyond this sign closed fish wildlife service. When you see the right here, you see the right here. You see the fish, they playing together. They are so happy. See, not just like you doing some exercise, the fish doing exercise too, you know. អញ្ចឹងអូខេបងប្អូនអរគ្នាខ្ញុំអរគុណច្រើនដែលបានមើលវីដេអូមួយនេះពីដើមរហូតដល់ចប់ Thank you very much for watching my video. Today video it's just me running like motherfucker and this is gonna be video for my YouTube channel and yes, if you like my video please subscribe to my YouTube channel and show me some love and comment on the comment section, okay? Thank you very much. I see you on the next video. Bye.